ម៉ោង 4 រសៀលថ្ងៃអង្គារទី 5 ខែសីហា ឆ្នាំ 2014 គឺជាងមួយឆ្នាំក្រោយការបោះឆ្នោតជាតិអាណត្តិទី 5 ប្រជាប្រដ្ឋកម្ពុជានឹងបានឃើញតំណាងរាស្ត្រជាប់ឆ្នោតគណៈបក្សសង្គ្រោះជាតិទាំង 55 រូបចងក្បិនពណ៌ស្វាយពាក់អាវកុដឬអាវប៉ាក់ពណ៌សអញ្ជើញចូលក្នុងព្រះបរមរាជវាំងដើម្បីធ្វើសច្ចាប្រណិធានលិខិតចុះថ្ងៃទី 4 ខែសីហារបស់ព្រះបរមរាជវាំងដែលឆ្លើយតបមកកាន់រដ្ឋសភាកម្ពុជាបានឲ្យដឹងថាពិធីសច្ចាប្រណិធានជូនអ្នកតំណាងរាស្ត្រចំនួន 55 រូបមកពីគណៈបក្សសង្គ្រោះជាតិនៅថ្ងៃទី 5 ខែសីហានេះនឹងត្រូវប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជាលោកស្រីជាវណ្ណាតអ្នកវិភាគឯករាជ្យបានសម្ដែងក្តីអបអរចំពោះការចូលធ្វើសច្ចាប្រណិធានរបស់តំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិទាំង 55 រូបលោកស្រីបានលើកឡើងថានេះគឺជាពេលវេលាដ៏ល្អសម្រាប់គណៈបកជាប់ឆ្នោតទាំងពីរនៅកម្ពុជាចាប់ដៃគ្នាធ្វើការដើម្បីបម្រើប្រទេសជាតិដោះស្រាយបញ្ហាសង្គមនិងទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកកាន់កម្ពុជាកាន់តែច្រើនជាងនេះទៅទៀតការធ្វើការរួមគ្នាបើតាមអ្នកវិភាគឯករាជ្យរូបនេះគឺតែងតែជួបបញ្ហារកម្មរកូសខ្លះប៉ុន្តែលោកស្រីសង្ឃឹមថាគណៈបកជាប់ឆ្នោតទាំងពីរនឹងជជែកពិភាក្សាជាមួយគ្នាដើម្បីដោះស្រាយបញ្ហាដែលអាចនឹងកើតមានឡើងនាពេលអនាគតសូមជម្រាបជូនថាការរៀបចំពិធីសច្ចាប្រណិធានសម្រាប់អ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិទាំង 55 រូបនៅថ្ងៃទី 5 ខែសីហានេះបានធ្វើឡើងបន្ទាប់ពីលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានផ្ញើលិខិតមួយច្បាប់ជូនលោកហេងសំរិនប្រធានរដ្ឋសភាជាតិនៅថ្ងៃទី 4 ខែសីហាជាលិខិតដែលស្នើសុំចាត់ចែងរៀបចំឲ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិបានចូលធ្វើសច្ចាប្រណិធាននៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រភ្លាមៗនោះអគ្គលេខាធិការដ្ឋានរដ្ឋសភាក៏បានសរសេរលិខិតមួយច្បាប់ផ្ញើជូនសម្ដេចចៅវាវាំងដោយបានស្នើសុំឲ្យរៀបចំពិធីសច្ចាប្រណិធានជូនតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិចំនួន 55 រូបតំណាងរាស្ត្រទាំង 55 រូបរបស់គណៈបកប្រឆាំងដែលត្រូវបានប្រកាសសុពលភាពកាលពីថ្ងៃទី 23 ខែកញ្ញាឆ្នាំ 2013 ប៉ុន្តែពុំទាន់បានចូលធ្វើសច្ចាប្រណិធានដើម្បីចូលកាន់តំណែងជាផ្លូវការ